លោកជំទាវហ៊ុនសែនឆ្លើយតបចំទៅកាន់អ្នកដែលចោទថាលោកជំទាវជាមួយនឹងលោកផែងវណ្ណៈនៅពីក្រោយករណីរបស់អ្នកនាងលើប៊ីយ៉ាប្រិមិត្តជាទីមេត្រីមហាជនជាច្រើនមានការអបអរសាទរក្រោយបានឃើញអ្នកលក់លេដ៏ល្បីគឺអ្នកនាងឆេងស្រីរតហើយលើប៊ីយ៉ាត្រូវបានដោះលែងការឃុំឲ្យមានសេរីភាពប៉ុន្តែយ៉ាងណាមិញនោះតាក់ទងទៅនឹងរឿងនេះផងដែរក៏មានបុគ្គលមួយចំនួនបានធ្វើការចោទទៅដល់លោកជំទាវហ៊ុនសែនជាមួយនឹងលោកផែងវណ្ណៈថាជាអ្នកដែលនៅខាងក្រោយខ្នងធ្វើស៊ីអ្នកនាងលើប៊ីយ៉ាក្នុងការខត់ខ្លួនដាក់ពន្ធនាគារអស់រយៈពេលជាង7ខែយ៉ាងណាមិញតាក់ទងទៅនឹងការចោទប្រកាន់នេះលោកជំទាវហ៊ុនសែនក៏បានបង្ហោះសារដើម្បីបញ្ជាក់ជាសាធារណៈពាក់ព័ន្ធទៅនឹងការចោទប្រកាន់មួយចំនួនដែលថាលោកជំទាវនៅពីក្រោយខ្នងលោកផែងវណ្ណៈក្នុងការធ្វើអ្វីមួយដែលប៉ះពាល់ទៅដល់អ្នកដទៃដោយក្នុងនោះលោកជំទាវបានបង្ហោះសារបញ្ជាក់យ៉ាងច្បាស់ថាមានអ្នកចោទខ្ញុំថានៅពីក្រោយខ្នងក្មួយផែងវណ្ណៈធ្វើស៊ីគេអ្នកលក់លេសូមផ្ដាំផងថាបុគ្គលខ្ញុំនិងក្មួយផែងវណ្ណៈត្រឹមតែអាហារ3ពេលមិនខ្វះហូបទេហើយមិនធ្វើថោកទាបទេផ្ដាំទៅមីកញ្ចាស់នៅក្រៅប្រទេសផងបើរឿងជួយដល់រាជខ្ញុំនិងក្មួយផែងវណ្ណៈបានធ្វើគ្រប់យ៉ាងដើម្បីរកយុត្តិធម៌ឲ្យប្រជាជនកន្លងមកមានបាទអញ្ចឹងនេះគឺជាការឆ្លើយតបដោយសារតែមានការលើកឡើងក៏ដូចជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់អញ្ចឹងហើយលោកជំទាវបានបញ្ជាក់ច្បាស់ហើយថាมันមានអ្វីដែលត្រូវធ្វើឲ្យលោកជំទាវទៅធ្វើរឿងដ៏ថោកទាបបែបនោះទេពីព្រោះអីលោកជំទាវមិនខ្វះទេត្រឹមអាហារ3ពេលគឺលោកជំទាវមានហូបគ្រប់គ្រាន់ហើយយ៉ាងណាមិញលោកជំទាវបញ្ជាក់ទៅវិញថាប៉ុន្តែសម្រាប់លោកជំទាវជាមួយនឹងលោកផែងវណ្ណៈគឺមានតែសកម្មភាពដែលបម្រើនឹងជួយទៅដល់រាជហើយជាពិសេសនោះគឺលោកជំទាវបានធ្វើជាហោហែនៅពេលកន្លងមកហើយជាមួយនឹងលោកផែងវណ្ណៈផងដែរបាទប្រិមិត្តភ្ជាប់ទៅនឹងរឿងរបស់អ្នកនាងលើប៊ីយ៉ានេះផងដែរឃើញថាអ្នកនាងសំសុខាក៏បានបង្ហាញនៅរូបថតរបស់អ្នកនាងលើប៊ីយ៉ាដែលកំពុងតែគេងនៅមន្ទីរពេទ្យដោយអ្នកនាងសំសុខាបានធ្វើការសួរសុខទុក្ខអ្នកនាងលើប៊ីយ៉ាខណៈពេលដែលអ្នកនាងគឺកំពុងតែពោះចិត្តគ្រប់ខែផងនោះហើយដែលគ្រប់គ្នាបានដឹងថាគឺមានកូនភ្លោះថែមទៀតផងបាទអញ្ចឹងនេះគឺជាសកម្មភាពក៏ដូចជាទង្វើដ៏ស្និទ្ធស្នាលរវាងអ្នកនាងសំសុខាជាមួយនឹងអ្នកនាងលើប៊ីយ៉ាដោយជាការពិតកាលពីមុនអ្នកនាងសំសុខាជាមួយនឹងអ្នកនាងលើប៊ីយ៉ាគឺមិនត្រូវគ្នាទេដោយជារឿយៗអ្នកទាំងពីរតែងតែធ្វើការវាយប្រហារគ្នាតាមរយៈពាក្យសម្ដីប៉ុន្តែយ៉ាងណាមិញនោះឃើញថាអ្វីគ្រប់យ៉ាងគឺត្រូវបានកែមកជាល្អវិញដោយសារតែមានការអាណិតនិងយល់ថាគឺជាខ្មែរដូចគ្នាអញ្ចឹងហើយទំនាស់ក៏ដូចជាការខឹងសម្បាទាំងប៉ុន្មានកន្លងមកគឺត្រូវបានទម្លាក់ចោលដោយងាកមករាប់អានគ្នាវិញបាទអញ្ចឹងនេះគឺជាសកម្មភាពល្អដែលគួរតែកើតមានឲ្យបានច្រើននៅក្នុងសង្គមប្រទេសកម្ពុជាយើង